បាទនេះគឺជាទេសភាពក៏ដូចជាសកម្មភាពខ្លះៗលើភ្នំម៉ាឌិនបាទអញ្ចឹងបងប្អូនដល់នេះបាទដល់ភ្នំម៉ាឌិនគឺស្ថិតនៅក្នុងប្រទេសវៀតណាមហើយបើសិនជាបងប្អូនធ្វើដំណើរទៅរឿងចេញពីកម្ពុជាទៅរឿងឆ្ងាយគួរសមដែរល្មមដែរអញ្ចឹងយើងមកកលេចមើលពីទៅលើការមធ្យោបាយនៃការធ្វើដំណើរអញ្ចឹងសម្រាប់ឡើងទៅលើភ្នំម៉ាឌិននេះគឺយើងទៅការទិញទៅលើស្បត់បាទស្បត់វាមានពីរដំណាក់កាលទី1យើងចាយទៅលើស្បត់ហ្នឹងគឺ450000ដុងបាទទី2គឺយើងចាយទៅលើសម្បត្តិទី2សម្រាប់ការធ្វើដំណើរយើងមាន2តង់គឺតម្លៃ65000ដុងអញ្ចឹងតម្លៃនេះគឺតម្លៃនៃការជិះទៅលើកត្រដើម្បីឡើងទៅលើភ្នំបាទអញ្ចឹងបងប្អូនឃើញថាភ្នំមកយើងមើលពីខាងក្រៅគឺភ្នំទូចប៉ុន្តែបើយើងកលេចទៅមើលដល់ទីតាំងខាងលើគឺឃើញថាភ្នំគឺការរៀបចំរចនាសម្ព័ន្ធគឺស្អាតមែនទែនទាំងការធ្វើដំណើរកត្រឡើងក៏ដូចជាទៅដល់លើកំពូលភ្នំគឺមានកន្លែងកម្សាន្តច្រើនមែនទែនអញ្ចឹងនេះគឺសកម្មភាពខ្លះៗនៃការឡើងហើយពេលបងប្អូនឡើងទៅដល់បងប្អូននឹងឃើញរូបព្រះបាទប្រម៉ែគង់ស្អ៊ីមនៅខាងលើហ្នឹងហើយក៏ដូចជាខាងលើខាងហ្នឹងគឺមានរូបខាងលើហ្នឹងដែរក៏មានរូបជាមួយនឹងព្រះពុទ្ធនៅលើហ្នឹងផងដែរហើយមានរូបផ្សេងៗជាច្រើនទៀតគឺរៀបចំរចនាសម្ព័ន្ធគឺបាទគឺច្រើនមែនទែនទៅលើនោះដើម្បីដាក់ទាញភ្ញៀវទៅលើដើម្បីដាក់ទាញភ្ញៀវទេសចរហើយបើយើងក៏លេចទៅមើលអ្នកដែលគាត់ធ្វើដំណើរទៅទីនោះគឺច្រើនមែនទែនអាហ្នឹងគឺខ្ញុំទៅថ្ងៃអាទិត្យប៉ុន្តែអត់ដឹងថាថ្ងៃផ្សេងហ្នឹងទៅច្រើនចឹងដែរអត់ទេណាប៉ុន្តែបើសិនជាច្រើនដូចចឹងមែនគឺចំណូលគឺចូលច្រើនមែនទែនស្រាប់ទៅលើភ្ញៀវទេសចរអញ្ចឹងបើយើងក៏លេចទៅមើលការចាយលុយម្នាក់អក្រោមពី$20ឡើងទេសម្រាប់ទៅលើការធ្វើដំណើរឡើងដល់លើហ្នឹងហើយទាំងចុះវិញជាពិសេសនៅលើនេះគឺមានគេរៀបចំជាអាហារ buffet បើសិនជាយើងចាយទៅលើអាហារ buffet ទៀតអស់200,000ដងទៀតបាទអញ្ចឹងទៅត្រង់ពីការធ្វើដំណើរលើទីនេះគឺបូករួមជាមួយនឹងការរៀបចំអីផ្សេងៗគឺយើងមើលឃើញថាទេសភាពទីនេះគឺស្អាតប្លែកយើងមើលកលេចទៅខាងក្រោមគឺឃើញទេសភាពស្អាតហើយម្យ៉ាងវិញទៀតក៏ឃើញមានពពកហោះអីចឹងទៅលើដោយសារនៅលើភ្នំនេះគឺបងប្អូនមើលឃើញអញ្ចឹងមានពពកផ្សាញ់អាប់ហោះហើរពេញហ្នឹងហើយបើយើងគិតពីបរិយាកាសគឺត្រជាក់ល្អបាទអូខេហើយតើតង់ពីបើយើងនិយាយពីកន្លែងរចនាសម្ព័ន្ធគឺបងប្អូនអាចឃើញបានហើយគឺរៀបចំស្អាតមែនទែនពីមតនការទៅមតនការបាទពីមួយកន្លែងដល់មួយកន្លែងគឺប្លែកហើយដែលយើងអាចទៅថតរូបអីបានហើយបើយើងទៅលេខទៅមើលពាក់ព័ន្ធជាមួយនឹងទេសភាពខាងមិនថាខាងក្រោមមិនថាខាងលើគឺបាទគឺស្អាតបាទហើយនេះគឺមិនមែនខ្ញុំចែករំលែកពីបទពិសោធន៍មួយដែលបងប្អូនទៅឃើញពីការរៀបចំរចនាសម្ព័ន្ធមកគេគឺស្អាតមែនទែនទាំងមធ្យោបាយនៃការធ្វើដំណើរក៏ដូចជានៅខាងលើភ្នំគឺគេរៀបចំស្អាតមែនទែនទាំងកន្លែងកម្សាន្តផ្សេងៗបាទបងប្អូនកលេចមើលនេះគឺយើងកលេចមើលខាងក្រោមគឺឃើញថាទេសភាពគឺស្អាតមែនទែនទាំងការ review ផ្សេងៗដូចជាយើងមើលតាក់ទងពីភ្ញៀវដែលគាត់ចូលរួមមកសប្បាយជាមួយនឹងការថតរូបមែនទែននេះក៏មានផាសកម្មភាពខ្លះៗទេហើយនៅខាងក្នុងហ្នឹងក៏មានកន្លែងជាច្រើនទៀតដែលយើងអាចកម្សាន្តបានដូចជាកន្លែងផ្សារកន្លែងហូបចុកកន្លែងអីច្រើននៅក្នុងហ្នឹងបាទនេះក៏ខ្ញុំថត review ខ្លះៗទេអានេះសកម្មភាពចូលមកវិញហើយទៅតាមត្រកខ្សែកាបបាទអានេះគឺចុះមកវិញហើយចុះមករឿងស្រដែរហ្នឹងរឿងកម្ពស់ដែរចុះមកបើយើងគិតចុះមករឿងកម្ពស់គួរសមបាទចឹងសូមធ្វើការចាំលេខបទពិសោធន៍ប៉ុណ្ណឹងហើយបើសិនជាមានចំណុចណាខុសឆ្គងសូមធ្វើការអធិស្ឋានផងបានអញ្ចឹងប៉ុណ្ណឹងបាទសូមអរគុណច្រើន